មានបងប្អូនគាត់ឃើញស្រែខ្ញុំមកកន្លែងនេះខ្យងស៊ីសន្ទុងអស់ឡើងក៏ហូងអញ្ចឹងបងប្អូនដល់ពេលយើងចិត្តដល់ថ្ងៃច្រូតហើយនិយាយថាពីខូងអស់លីងអញ្ចឹងទៅស្ដាយមែនតើគាត់ថាពេលវានៅទូចហ្នឹងមិនក៏មិនស្ទុងឡើងវិញទៅមិនបន្ទុកវាខូងនៅអញ្ចឹងមិនស្ទុងឡើងវិញអញ្ចឹងណានិយាយទៅបងប្អូនអើយស្ដាយដឹងតែស្ដាយឯងប៉ុន្តែយើងអត់អាចស្ទុងឡើងវិញបានព្រោះដោយសារយើងប្រើម៉ាស៊ីនក្នុងការស្ទុងបងប្អូនហើយតែពេលដែលយើងស្ទុងហើយហ្នឹងគឺយើងអត់អាចចុះចូលស្រែអីបានទៀតទេហើយពេលស្ទុងភ្លាមហ្នឹងក៏យើងអត់ដឹងថាវាស៊ីច្រើនដល់ថ្នាក់ហ្នឹងដែរបងប្អូនដល់ពេលយូរទៅវាចាន់អាស៊ីទៅហើយខ្ញុំស្ដាយបងប្អូនអើយឆ្នាំនេះគឺខ្ញុំគិតជាមួយនឹងគ្រួសារខ្ញុំហ្មងថាធ្វើមិនក៏ដោយគឺរកវិធានការដើម្បីកម្ចាត់អាខ្យងនឹងចោលព្រោះមួយឆ្នាំបើយើងគិតបងប្អូនកន្លែងនេះបន្តិចកន្លែងនោះបន្តិចអីចឹងទៅស៊ីអស់ច្រើនមែនតើបងប្អូនបើវាអត់ស៊ីវិញដឹងថាយើងបានផលច្រើនហើយបងប្អូនព្រោះដោយសារស្រូវនេះគឺល្អខ្លាំងហ្មងណាប្រភេទស្រូវប្រភេទអង្គដែលពួកខ្ញុំធ្វើហ្នឹងគឺអត់សូវកាន់ផ្លែទេបងប្អូនផ្លែវាតិចប៉ុន្តែគុណភាពវាគឺថាល្អខ្លាំងហ្មងបាយឆ្ងាញ់ណាស់បងប្អូនហើយត្រូវស្រែនៅជិតជើងភ្នំប្រើទឹកត្រជាក់អញ្ចឹងទៀតកាន់តែឆ្ងាញ់